ក្រោយវាកាត់សម្រកខ្លាញ់ក្បាលពោះតារាកំប្លែងកតោត្អូញបាត់ប្រាក់ចំណូលពីការច្រៀងការក្នុងមួយឆ្នាំតារាកំប្លែងអ្នកនាងសុកចន្ទធីតាហៅកតោអាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការដោយឡែកថ្មីនេះនាងបានត្អូញត្អែថាបានបាត់ចំណូលជាច្រើនពីអាជីពនេះបើធៀបទៅនឹងឆ្នាំមុនដោយដែលមហាជនបានដឹងស្រាប់ហើយថាក្នុងរដូវរៀបការម្ដងតារាកំប្លែងកតោដើរច្រៀងកាត់សក់ក្នុងមួយថ្ងៃចាប់ពី2រោងទៅ3រោងស្ទើរតែរកពេលវេលាសម្រាប់គ្មានចម្លែកអ្វីតែឆ្នាំនេះមិនសូវបានគេហៅទៅកាត់សក់ច្រៀងការដោយកាលពីមុនសោះជួបជាមួយនឹងតារាកំប្លែងអ្នកនាងកតោកាលពីពេលថ្មីនេះអ្នកនាងបានបញ្ជាក់ប្រាប់ថាការងារច្រៀងការឥឡូវស្ងាត់ណាស់ប្រហែលជាវិបត្តិសេដ្ឋកិច្ចធ្វើឲ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅតែទោះបីជាយ៉ាងណាអ្នកនាងក៏ងាកមកធ្វើការផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារខណៈពេលដែលការងារមិនសូវមមាញឹកដូចមុនតារាកំប្លែងអ្នកនាងកតុបានទៅហាងកែសម្ផស្សមួយកន្លែងវះកាត់សម្រកខ្លាញ់ក្បាលពោះដើម្បីបានរាងស្អាតគប់ចិត្តស្វាមីអ្នកនាងកតុបាននិយាយដោយមិនលាក់បាំងថាធម្មតាអាយុច្រើនហើយត្រូវកែសម្ផស្សខ្លះដើម្បីកាន់តែស្រស់ស្អាតគប់ចិត្តស្វាមីផងនិងគប់ចិត្តខ្លួនឯងផងសម័យនេះហើយទៅខ្លាចអីក្នុងការបង្ហាញប្រាប់សាធារណជនឲ្យបានដឹងយើងកែសម្ផស្សនោះជាក់ស្ដែងថ្មីនេះអ្នកនាងបានទៅវះកាត់បូមខ្លាញ់ក្បាលពោះចេញដើម្បីទទួលបានរាងស្អាតដោយកាលពីមុនមកវិញសុខភាពរបស់នាងនេះបានល្អប្រសើរច្រើនហើយអាចបំពេញការងារគ្រប់បែបយ៉ាងបានទាំងអស់ស្ថិតក្នុងវ័យ46ឆ្នាំតារាកំប្លែងកតុកំពុងបណ្ដុះបណ្ដាលកូនស្រីឲ្យដើរតាមគន្លងរបស់ខ្លួនព្រោះនាងមានដងខាងសិល្បៈដូចជាម្ដាយរបស់នាងផងដែរទោះបីជាយ៉ាងណាអ្នកនាងកតុចង់ឲ្យកូនស្រីរៀនសូត្រឲ្យបានជ្រៅជ្រះជាមុនសិន